ពីមុនខ្ញុំតែងតែមានគំនិតចង់បើក marketing agency វាធ្វើទៅបានប៉ុន្តែបើសិនបើយើងធ្វើអត់មានយុទ្ធសាស្ត្រត្រឹមត្រូវវាកើតជាបញ្ហាមួយគឺយើងឆាយដូចចោលបញ្ហាធំគឺតាក់ទងមួយនឹងការធ្វើវីដេអូទីផ្សារប្រកបអត់តាក់ទាញបើសិនបើ marketing agency ប្រាប់ថាគាត់ធ្វើគ្រប់វិស័យដើរទាំងអស់ខ្ញុំសឹងតែអត់ជឿទេជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ The Value Podcast ហើយថ្ងៃនេះគឺជាអេពីសូតទី1គឺពិសេសមែនតើនៅក្នុង The Value Podcast ដែលថ្ងៃនេះគឺយើងមានភ្ញៀវពិសេសគឺបញ្ញាជា co-founder មួយរបស់ Marketing Solution ហើយក៏ជាដៃគូរបស់ខ្ញុំដូចគ្នាដែរហើយសារវីដេអូនេះគឺជា first episode របស់ពួកយើងអញ្ចឹងខ្ញុំក៏សូមណែនាំខ្លួនដែរដែលខ្ញុំមានឈ្មោះថាណារីជា co-founder របស់ Marketing Solution ហើយក៏ជា host នៅក្នុងកម្មវិធី The Value Podcast អញ្ចឹងសូមស្វាគមន៍ជា first guest របស់យើងគឺបញ្ញាហើយយើងអាចសូមបញ្ញាជួយណែនាំក្នុងបន្ថែមអូខេសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជា content creator ម្នាក់នៅក្នុងវិស័យ marketing ហើយក៏ជា co-founder ហើយនិង COO នៅ Marketing Solution ដែលជា agency របស់យើងដែរអូខេ yes ដោយសារតែ podcast របស់យើង The Value Podcast យើងផ្ដោតទៅលើ the reason why we start អញ្ចឹងថ្ងៃនេះខ្ញុំនឹងដើរតួជា host ហើយបញ្ញាជា guest speaker អូខេអញ្ចឹងយើងនឹងអាចជជែកគ្នាច្រើនhow we start ឲ្យយើងឃើញ challenge អីយើង start បានមកអូខេអញ្ចឹងយើងចូលទៅក្នុង point របស់យើងមិនរបស់យើងហ្មងណាដោយសារបញ្ញានៅក្នុងវិស័យ digital marketing ហើយហេតុអីបានបញ្ញាវាចាប់អារម្មណ៍នៅក្នុងវិស័យហ្នឹងហើយឃើញ long vision មួយអា career digital marketing ហ្នឹងអូខេបើនិយាយពីដំបូងហ្មងខ្ញុំរៀនតាក់ទងជាមួយនឹង international relation ទេអត់មានរៀនតាក់ទង marketing ទេហើយក៏តែដឹងរឿងតាក់ទង marketing នឹងដែរអញ្ចឹងដោយសារតែខ្ញុំធ្លាប់ធ្វើ research តាក់ទងជាមួយនឹងការរកលុយ online អញ្ចឹងនៅក្នុងហ្នឹងក៏វាតម្រូវឲ្យយើងត្រូវចេះធ្វើ Facebook ad អីផ្សេងៗអញ្ចឹងណាអញ្ចឹងវាត្រូវចេះធ្វើវីដេអូអីផ្សេងៗអញ្ចឹងពេលដែលយើងធ្វើទៅយើងរៀនបានច្រើនយើងចេះ run ad អីផ្សេងៗហើយក៏មកដល់សប្តាហ៍ថ្ងៃហ្នឹងយើងចាប់ដើមថាយើងឃើញខ្លួនឯងថាយើងចូលចិត្តផ្នែក digital marketing ហ្នឹងណាហើយខ្ញុំក៏ decide ធ្វើការហ្នឹងក៏យើង research បន្ថែមនៅក្នុងថាតើវាមានអី update បន្ថែមថាតើវាមានតតិយុទ្ធសាស្ត្រអីចឹងណាអញ្ចឹងក៏ឃើញយើងឃើញខ្លួនឯងថាយើងចូលចិត្តនៅក្នុងវិស័យហ្នឹងតែបើ honest ហ្មងបញ្ញាដែលឮថាដែលនឹកឃើញថាយើងនឹងជា start marketing agency ពីមុនខ្ញុំតែងតែមានគំនិតចង់បើក marketing agency ប៉ុន្តែខ្ញុំអត់តែគិតថាយើងអាចgrowដល់កម្រិតមួយដែលយើងមាន team អញ្ចឹងណាយើងគិតថាយើងធ្វើធំ freelance តែចាក់ស្ដែងទៅពេលដែលយើងធ្វើយូរទៅយើងមានបទពិសោធន៍យូរហើយយើង serve client ល្អដែរហើយយើងចាប់ដើមមាន reputation ហើយយើងចាប់ដើមមានអាចនិយាយបានថាយើងមាន result ល្អអញ្ចឹងយើងវា push យើងឲ្យ motivate យើងបន្តទៀតអញ្ចឹងណាហើយវាក៏ជាចាប់ដើម grow ដល់តិចអូខេអញ្ចឹងមានគោលបំណងស្រឡាញ់ខាង marketing agency ខាងអីតាំងយូរហើយ start មក yes អូខេតាមពិតវិស័យ marketing បើយើងស្ដាប់ទៅវារៀងទូចប៉ុន្តែជាក់ស្ដែងម្នាក់ធ្វើ marketing ហ្មងអត់ទូចទេវិស័យនោះវាមានច្រើនណាស់អញ្ចឹងតែបញ្ញាឃើញ challenge ហើយបុកទៅសម្រួចទៅគោលបំណងនៃ podcast របស់យើងណាតើបញ្ញាឃើញ challenge អីដែលធ្វើឲ្យបញ្ញាអាចហ៊ានឬក៏ចង់ចាប់ផ្ដើមទៅក្នុង marketing agency អូខេទី1អ្វីដែលខ្ញុំឃើញនៅក្នុងពេលដែលខ្ញុំ start មកដំបូងខ្ញុំឃើញថាស្រុកខ្មែរយើងគឺខ្វះចំណេះដឹងតាក់ទងនឹងការបង្កើតវីដេអូទីផ្សារពីព្រោះនៅស្រុកខ្មែរយើងគាត់នៅមាន perception ឬក៏ការគិតមួយចំនួនគិតថាការបុគ្គលគាត់អត់ដើរហ្នឹងគឺវាតាក់ទងជាមួយនឹង keyword អីផ្សេងៗអញ្ចឹងណាអញ្ចឹងពីខ្ញុំទៅសូម្បីតែ content របស់ខ្ញុំអីក៏ដោយក៏ខ្ញុំព្យាយាមនិយាយដែរថាការធ្វើទីផ្សារប្រកបឬក៏ការធ្វើ ad ប្រកបហ្នឹងវាអត់ដើរគឺមិនមែនតាក់ទងហ្នឹងទេ
រហូតដល់ឥឡូវនេះនៅតែមានអ្នកដែលគាត់សួរខ្ញុំតាក់ទងនឹងអា keyword នោះទៀតវានៅតែជាបញ្ហាអញ្ចឹងបញ្ហាធំគឺតាក់ទងមួយនឹងការធ្វើវីដេអូទីផ្សារប្រកបដោយតាក់ទាញអញ្ចឹងខ្ញុំឃើញ challenge ធំបំផុតគឺគាត់ផ្ដោតទៅលើបញ្ហាដែលវា impact ទៅដល់អា ad performance ហ្នឹងវាសឹងតែ 10% វាសឹងតែអត់មានការ affect ដល់មែនតើហ្មងណាអញ្ចឹងការ affect ខ្លាំងគឺតាក់ទងនឹងយុទ្ធសាស្ត្រនៃការធ្វើវីដេអូទីផ្សារអូខេហើយបន្ថែមពីលើហ្នឹងអ្វីដែលខ្ញុំគិតថា business owner គាត់ខ្វះពីច្រើនគឺតាក់ទងជាមួយនឹងការវិភាគទិន្នន័យពីច្រើនគាត់គ្រាន់តែដាក់ book ធម្មតាគាត់ឃើញ message មកប៉ុន្តែគាត់ដឹងទេថាតើការលក់ហ្នឹងវាបានចេញមកពីវីដេអូមួយណាឬក៏អីមួយណាអញ្ចឹងតាក់ទងជាមួយនឹងការ tracking ឬក៏ការតាមដាន ad ហ្នឹងក៏វាសំខាន់ដែរជួយឲ្យការចាយប្រកបហ្នឹងវាមានប្រសិទ្ធភាពជាងមុនអូខេអញ្ចឹងជាបញ្ហាដែលយើងឃើញបែបហ្នឹងគាត់មានន័យថាការវិភាគទៅលើបញ្ហានៃទីផ្សាររបស់គាត់ហ្នឹងគឺនៅមានចន្លោះខ្វះខាតដែលអត់តន់ត្រូវចំណុច Yes អាចនឹងតកតងមួយផែនការទីផ្សាររបស់គាត់យុទ្ធសាស្ត្ររបស់គាត់អាហ្នឹងបើត្រឡប់ទៅវិញការពីការរកស៊ីអាចថាជាការរកស៊ីដំបូងមុនមាន digital មកគឺការរកស៊ីត្រូវធ្វើផែនការត្រូវធ្វើ plan អីច្រើនមែនតើតែឥឡូវនេះដោយសារមាន social media ចូលមកស្រួលជាងមុនស្រួលជាងមុនគាត់ថាមាន product post លើ social media run ad អញ្ចឹងទៅជាម្ចាស់អាជីវកម្មយើងគាត់ផ្ដោតទៅលើការ run ad ទៅហ្មងអញ្ចឹងបើសិនជាលក់ដាច់គឺមកពី ad ដែរតែគាត់អាចបានទៅមើលពីការគ្រប់គ្រង business របស់គាត់ពីយុទ្ធសាស្ត្ររបស់គាត់មកចំណុចហ្នឹងខ្ញុំចង់ add មួយទៀតពាក្យថា digital marketing វាគ្រាន់តែជាការធ្វើទីផ្សារបែប digital វាគ្រាន់តែជា tool មួយនៅក្នុងការរុញad របស់យើងទៅកាន់អតិថិជនគោលដៅអញ្ចឹងប៉ុន្តែ fundamental ហ្មងគឺយើងត្រូវចេះធ្វើទីផ្សាររបស់យើងហ្មងយើងត្រូវចេះកំណត់តម្លៃបែបម៉េចយើងត្រូវចេះកំណត់ថាតើអតិថិជនគោលដៅរបស់យើងបែបម៉េចយើង set តម្លៃធ្វើម៉េចឲ្យវា fit សម្រាប់គាត់យើងគួរតែធ្វើ offer បែបម៉េចអញ្ចឹងការធ្វើទីផ្សារ fundamental គឺនៅតែសំខាន់មុនពេលដែលយើងត្រូវនិយាយទៅយើងត្រូវរៀប plan ឲ្យច្បាស់លាស់សិនមុននឹងយើងទៅ digital ព្រោះ digital វាគ្រាន់តែជា tool មួយ platform មួយនៅក្នុងការរុញអាហ្នឹងទៅទេតែបើសិនបើយើងអត់មានគ្រឹះខ្លាំងទេយើងប្រកែធ្វើ ad កម្រិតណាក៏ដោយក៏យើងអាចជោគជ័យបានដែរអូខេអញ្ចឹងបើសិនជាអាហ្នឹងជា challenge ត្រឡប់មកអ្វីដែលយើងកំពុងធ្វើវិញជា co-founder មួយរូបហើយនឹងជា COO Chief Operation នៅក្នុង MM អញ្ចឹងនៅជា package marketing របស់ MM តើយើងដោះស្រាយបញ្ហាហ្នឹងបែបម៉េចយើងជាទូទៅអតិថិជនរបស់យើងមានពីរប្រភេទធំមានប្រភេទបែបក្រុមហ៊ុនដែលគាត់ផ្ដោតទៅលើការលក់ហើយនិងការបង្កើនម៉ាកផងហើយនិងអតិថិជនមួយចំនួនទៀតគឺភាគច្រើនគាត់ SME ខ្ញុំគាត់ផ្ដោតទៅលើ sale មានថាគាត់ផ្ដោតទៅលើការលក់ខ្លាំងអញ្ចឹងកញ្ចប់របស់យើងគឺយើងមានទាំងផ្ដោតលើ branding ផងហើយនិងទាំង sale ផងអញ្ចឹងបើយើងនិយាយពីអតិថិជនដែលគាត់ផ្ដោតលើ sale ឬក៏ SMEភាគច្រើនបញ្ហាដែលគាត់ជួបគឺគាត់អត់មានពេលធ្វើវីដេអូទីផ្សារគាត់អត់មានពេលទៅតាមដាន ad ហ្នឹងទេអញ្ចឹងសេវាកម្មរបស់យើងគឺយើងជួយរៀបចំទី1វីដេអូផលិតវីដេអូទីផ្សារគាត់ព្រោះការធ្វើវីដេអូទីផ្សារវាមិនមែនយើងស្រួលថតអីស្រួលទេមានថាយើងត្រូវការរៀបចំទាំងផែនការទីផ្សារយើងចាប់យកអតិថិជនគាត់ដែរបែបម៉េចយើងធ្វើវីដេអូ concept បែបម៉េចដើម្បីទាក់ទាញទៅគាត់អញ្ចឹងបានពេលដែលយើងដាក់ book ទៅវាមានប្រសិទ្ធភាពជាងមុនហើយសំខាន់គាត់មាន team ជួយគ្រប់គ្រង book ឲ្យទៀតអញ្ចឹងគាត់គ្រាន់តែមើលលទ្ធផលពីលើហ្នឹងឯងគឺអញ្ចឹងមានថាវាជួយកាត់បន្ថយចាប់កាត់បន្ថយពេលដែលគាត់មានពេលអាចតមើល business opportunity អីផ្សេងទៀតអញ្ចឹងណាអូខេហើយមួយទៀតក្នុងករណីដែលក្រុមហ៊ុនគាត់ចង់បង្កើនការលក់គាត់មាន sales channel គាត់ខ្លាំងហើយប៉ុន្តែគាត់ត្រូវការ branding ក៏ពួកយើងមានដូចគ្នាព្រោះដោយសារ business ធំកាន់តែធំការធ្វើ branding ក៏តម្រូវការវាកាន់តែខ្លាំងដែរដើម្បីជួយឲ្យអ្នកដែលយកអវ៉ាន់ពីគាត់យកទៅលក់ហ្នឹងគឺភ្ញៀវទៅទិញអវ៉ាន់នៅខាងអ្នកដែលគាត់យកអវ៉ាន់ពីគាត់តហ្នឹងកាន់តែច្រើនជាងមុនជាសេវាកម្មដែលយើងបានបង្កើតឡើងដើម្បីដោះស្រាយទៅឲ្យជា client របស់យើងជាភ្ញៀវរបស់យើងអញ្ចឹង
dạ hồi này chỉ challenge mui tới net start marketing agency đấy là thị trấn chi vực cam minh ra đây chủng độc này chấm trong số thà tá khục nhiều thằng óc nhưng ai vừa đa thằng óc rồi có vi miên lệ này mấy đài là nông bởi vậy chạy style tới bật sân bờ marketing agency phép tha quạt thua group website đa thằng óc nhưng sân ta ắt trừ thì chạy style tới agency 10 mũi cứ quạt miền phiệp khang hoặc quạt xanh kia agency mà chân uốn quạt lọtมีบอสาวเชิญจมวยนังคางกรมพลอุทิศทำในเตสจอหรือก็ประเด็นสถานกิจจังเดซ่าก็มีบอสาวนังเชิญก็ understand ทางตาcủaแต่เธอแอดแบบมันด่าจังนั้นนะมันแต่บทชลาวตัววิ่งอัดอัดขู่วิสัยสังตัดดาต่างเอาให้จิตตุตื้อในấmไปเด็บยมมาคอนซาลมาเยอะยังมือตีมุ้ยทัดตามาคิดกดโกรธครั้งหมดยังไอทัวตื้อมี possibility ไอโกรธครั้งหมดจังบทสันไปยังมือตื้อbusiness ประกอบไอทางโกรธครั้งนั้นคือยังหนักสัตยังหนักทัวร์หมด yes จังai tham miên chỉ challenge ấy là dương bàn offer sự việc nhiều hay dương bàn lên vì mistake của mình chỉ mistake trả lại dương operate ở nhiều việc khác dương khơi thái dương ai quay quát tất cả ca là oi mà tới chợ đấy còn vì miên something error được không nặng này chúng ta về nắng ta lựa cái giảm call ba này thà ta về để dùng phong trà offer sự việc appeal giống như đừng miền something error ta dương phình mấy hay dương lên mà bị phản hạ tự động ok anh ấy như vậy bị bọc sao to luôn như mỏ này chỉ tu tới phản hạ để ca ta nó không mặc thính miền bay thông chỉ tu tới về để dùng mới miền bay stop thông stop tí mũi cứ attention thật tá ca thưa ad phải dương nướng tiện tin nhiều mọi inbox cho nó chẳng là vậy thì dừng mơ thà ta khó quạt nắng vì nó không một số phía được có tiệp chừng một điều là chẳng tờ vì ca đang khó quạt đó nữa chẳng là xe tha bởi sân bởi những thua ad nó bị tẹt tiền hào nhiều chat trôi tròn hào thà ta nhiều nó quạt tên nhỏ chẳng nhưng miền bánh hàng mà chuyển tết cứ về để nhiều chat nó có đặt tên chẳngเป็นแบบนี้ว่าตั้งมีเมียนหือปีมีเมียนตีมุ้ยยังตอนประหารเป็นคนหนุ่มไหลพอเยอะเมียทำnhiều quả sốถลายยังจับถลายสมองgiờเมียนประหารเป็นคนหนุ่มไหลพอจะพอไปเยอะตีปีเมียทำ offer ไปเยอะอันแตะตีนหมองจังกระไรนั่งต่อยังเช็คเมื่อได้กลุ่มเชนไปเยอะถัดต้ายังกูแต่ปุ่งดัง offer ยังแบบไม่นำไปเอาไว้ competitive จังหวะแต่ขนมการในแต่ยังรุ่ง offer แต่กระทำวิ special มาตะหังให้ไปยัง compare ตื้อได้กูไปเจอให้ยังเธอแอดแตะตีนตีตายนั่นเนอแต่ลวกอัดบางvì aiแตะตองจมูกนั้นมาคิดนั้นในក្នុង season นั้นវាអត់ទាន់មានគេតម្រូវការទិញច្រើនអញ្ចឹងណាអញ្ចឹងវាតកតងហើយទី2អាចនិយាយបានថា market ហ្នឹងវាលេងសូវ dynamic មុនវាតកតង product market fit ដែរអញ្ចឹងអានេះជាទូទៅអ្វីដែលយើងជួបគឺ3បញ្ហាធំៗហ្នឹងអូខេ3បញ្ហាហ្នឹងដែលយើងជួបច្រើនតែបើសិនជាយើងត្រឡប់ទៅបន្តិចដែលមុនហ្នឹងញ៉ាំ sharing ពី experience ដែលយើង operate ឲ្យភ្ញៀវyes តែជាយើង reflection មកសម្រាប់ខ្លួនឯងវិញថាតើយើងបាន make mistake អីខ្លះពេលដែលយើង operate ឲ្យភ្ញៀវហើយតើវាយើងអាចថាយើង learn អីបានពីហ្នឹងខ្លះហើយយើងបាន take action អីខ្លះដើម្បីជា reflection ខ្លួនឯងអូខេក៏ប៉ុន្តែអានេះមានពី3ចំណុចដែរទី1ពេលដែលយើង operate មួយភ្ញៀវកំហុសរបស់ខ្ញុំទី1ហ្មងគឺយើងអត់បាន discuss ទៅត scope ការងារច្បាស់លាស់អញ្ចឹងខ្ញុំ recommend ហ្មងបើសិនបើអ្នកណាដែលគាត់ជា freelancer ឬក៏ទំតែ start agency ខ្លួនឯងmake sure ថាយើងមានកងត្រាច្បាស់លាស់ហើយ detail ថា scope ការងារយើង offer ប៉ុណ្ណាខ្លះព្រោះបញ្ហាមួយគឺពេលដែលខ្ញុំចាំថាពេលដែលយើង start មកដំបូងពេលដែលយើងធ្វើលេងសូវល្អយើងចាប់ដើម add time នេះ time នោះឲ្យគាត់ដើម្បីប៉ះបើតែជាក់ស្ដែងយើងថែមហើយវានៅតែយើងអស់កម្លាំងជាងមុនហើយចុងក្រោយគឺភ្ញៀវគាត់អត់សប្បាយចិត្តដូចគ្នាដែរអញ្ចឹង
ចំណុចសំខាន់ហ្មងនៅក្នុង lesson learn ទី1ហ្នឹងគឺកំណត់ scope ឲ្យច្បាស់លាស់ Yeah scope កំណត់ scope ឲ្យច្បាស់លាស់ហើយទី2តកតងជាមួយនឹង timeline ព្រោះយើងពេលដែលភ្ញៀវទទួលមកយើងអត់មានកំណត់ timeline ច្បាស់លាស់ពេលដែលយើងធ្វើទៅក៏ចិត្តតែសួរថាអូនមិនបានអាទិត្យនេះអត់ទាន់ធ្វើនេះអត់ហេតុអីបានអាទិត្យនេះអត់ទាន់ធ្វើនេះអញ្ចឹងដោយសារបញ្ហារបស់យើងអត់មានរៀប timeline ហើយ brief ទៅគាត់ច្បាស់លាស់ថាបន្ទាប់ពីយើង onboard គាត់ហើយយើងត្រូវតែចេញ plan ឲ្យគាត់រយៈពេលប្រហែលថ្ងៃអញ្ចឹងខ្ញុំគិតថា lesson learn កន្លែងហ្នឹងគឺត្រូវតែមាន timeline ច្បាស់លាស់ទី3បញ្ហាដែលខ្ញុំ learn ខ្លាំងបំផុតគឺពេលដែលយើង onboard ភ្ញៀវមកភ្លាមយើងត្រូវតែយកពេលសិក្សាពីផលិតផលហើយនឹងតម្លៃប្រកបច្បាស់លាស់ហើយទីផ្សារប្រកបច្បាស់លាស់ព្រោះ agency មួយចំនួនឬក៏ freelancer មួយចំនួនឲ្យតែគាត់បានភ្ញៀវភ្លាមធ្វើវីដេអូភ្លាមខ្ញុំ script ភ្លាមអត់មានយុទ្ធសាស្ត្រពីក្រោយហ្នឹងអញ្ចឹងនៅយើងនៅពេលដែលយើង onboard ភ្ញៀវមកយើងសុំឲ្យគាត់ brief ឲ្យ detail សិនថាតើផលិតផលរបស់គាត់មានអីគេខ្លះអតិថិជនគោលដៅមានបែបម៉េចខ្លះស្រួលពួកខ្ញុំ research ក្នុង market ហ្នឹងហើយបានពួកយើង propose ad concept ទៅនិយាយទៅតើយើងធ្វើ plan ឲ្យច្បាស់លាស់សិនណាមុននឹងយើងចេញ production ចេញ scripting អីឲ្យវាមានយុទ្ធសាស្ត្រមាំណាកុំឲ្យតែដល់ on board ភ្លាមអូធ្វើ script អូធ្វើនេះធ្វើនោះខ្ញុំគិតថាវាធ្វើទៅបានប៉ុន្តែបើសិនបើយើងធ្វើអត់មានយុទ្ធសាស្ត្រត្រឹមត្រូវវាកើតជាបញ្ហាមួយគឺយើងឆាយដូចចោលអូខេចឹងបញ្ញានិយាយរឿង on board ភ្លាមធ្វើវីដេអូភ្លាមហើយអត់ទាន់បានសិក្សាពី product មួយហ្នឹងអាហ្នឹងខ្ញុំនឹកឃើញរឿងមួយដែរចែកលេខតទៅមួយ marketing ដែរដោយសារយើងធ្វើនៅក្នុងវិស័យហ្នឹងclient កាលពីមុនគាត់ចាប់ដើមបុកខ្លួនឯងវាមើល journey មាន3 stage ទី1គាត់បុកលក់ខ្លួនឯងលក់បាន stage ទី2គាត់បុកលេខបានគាត់ចាប់ដើមរក agency បុកឲ្យហើយគាត់វិលជុំ agency A បុកអត់ដើរគាត់ទៅ B testing មួយអាទិត្យពីអាទិត្យអត់ដើរគាត់ទៅ C មួយអាទិត្យពីអាទិត្យអត់ដើរគាត់ទៅ D អីចឹងទៅរហូតដល់មានគ្នាយើងជា marketing agency ឬ freelance free test បុកទៀតណាតែដើរជាប់តែអត់ដើរជាប់អញ្ចឹងវាអត់ខុសឬក៏ត្រូវទេនៅក្នុងការធ្វើបែបហ្នឹងប៉ុន្តែជា challenge ទៅវិញគឺសម្រាប់ business អញ្ចឹងខ្ញុំសូម open idea បន្តិចដើម្បីជូនទៅបងម្ចាស់អាជីវកម្មនៅក្នុងការreflect កន្លែងហ្នឹងបន្តិចថានៅពេលដែលយើងធ្វើ marketing បែបយើងដូរមនុស្សរហូតតើគាត់មានពេលគ្រប់គ្រាន់ក្នុងការសិក្សាពី business របស់យើងអត់គាត់អត់បាន deep ទៅក្នុងថាតើ product របស់យើងខ្លាំងកន្លែងណាខ្សោយកន្លែងណាអតិថិជនគោលដៅរបស់យើងកន្លែងណាមានអតិថិជនច្រើនកន្លែងណាមានអតិថិជនតិចព្រោះអញ្ចឹងបើយើងត្រឡប់ទៅក្រុមហ៊ុនដែលគាត់មានក្រុមការងារបើយើងមើលក្នុងទីផ្សារការងារហេតុអីបានបុគ្គលិកត្រូវមាន probation 3 ខែprobation 3 ខែគឺជាពេលដែលយើងត្រានបុគ្គលិកយើងមើលពីសក្តានុពលរបស់គាត់ថាគាត់ understand ពី business ហ្នឹងបានអត់គាត់អាចធ្វើការងារហ្នឹងបានអាចយល់ពីអាជីវកម្មហ្នឹងបានល្អអត់ដល់តែចាប់3ខែហ្នឹងបានចាប់ផ្ដើមដល់ពេលមួយដែលគេថាចាប់ផ្ដើមចូលប្រយុទ្ធចូលទីផ្សារអញ្ចឹងហេតុអីបានម្ចាស់អាជីវកម្មធ្វើមួយ marketing agency តែមួយអាទិត្យពីរអាទិត្យអត់ដល់មួយខែផងដូរ agency បាត់អញ្ចឹងវាអត់មានពេលគ្រប់គ្រាន់ក្នុងការធ្វើទីផ្សារច្បាស់លាស់ហើយអានេះក៏ត្រូវការ3ខែក្នុងការ understand business ហ្នឹងដែរអញ្ចឹងជាត្រឡប់មកវិញអាហ្នឹងដល់តែយើងត្រូវការជជែក plan 3ខែ6ខែហើយខ្ញុំទី comment មែនតើដល់ចាស់អាជីវកម្មជជែកគ្រប់ agency ដើម្បីរក long term មួយគ្នាអញ្ចឹងណាហើយយើងចេះបានឆ្មាត់ទៅលើការចំណូលរបស់យើងនឹងចំណាយដែលយើងនឹងត្រូវ work ជាមួយ agency ដូចគ្នាកុំចង់បានចំណេញច្រើនប៉ុន្តែយើងចំណាយតិចអញ្ចឹងវាអត់បាន long term ទេហើយបើសិនជា agency នឹងធ្វើល្អ6ខែមួយឆ្នាំជូនយើងហើយគាត់តែធ្លាក់ performance មួយខែយើងត្រាប់បាត់អញ្ចឹងការរកស៊ីវាមានខាតមានចំណេញអញ្ចឹងកន្លែងហ្នឹងវាធ្វើឲ្យយើងទៅមួយអ្នកថ្មីគឺត្រូវការសិក្សាបន្ថែមទៀត Yes អញ្ចឹងខ្ញុំសូម open ប៉ុណ្ណឹងហើយអូខេអញ្ចឹងខ្ញុំសូមត្រឡប់មកវិញត្រឡប់សំណួរទៅកាន់បញ្ញាបន្ថែមទៀតដោយសារយើងជា co-founder ផងហើយយើងជាអាចថាជា lead របស់
digital marketing team ហ្មងជាអ្នក handle ទៅលើផ្នែក N ហ្មងដែលយើងហៅ COO Chief Operation yes អញ្ចឹងបញ្ញាគេថា role ពីរហ្នឹងវាខុសគ្នាមិនឬក៏ដូចគ្នាអាចថាខុសគ្នា okay ទី1បើសិនបើយើងនិយាយrole របស់ COO ហ្មងគឺគាត់ oversee តទៅនឹង operation overall ហ្មងមានន័យថាតើការងារពី A ដល់ Z នៅក្នុង business មួយហ្នឹងវាមាន stack កន្លែងណាខ្លះជាទូទៅយើងនឹងដឹងនៅពេលដែលយើង meeting មួយ team មួយអាទិត្យអញ្ចឹងគាត់អាច let's say ថាយើង meeting មួយ team អាទិត្យក៏មានបញ្ហាបងខ្ញុំអត់ចេះធ្វើ TikTok ad អញ្ចឹងយើងត្រូវបង្កើត SOP មួយដែលមានព្រៀងគាត់ TikTok ad អញ្ចឹងរាល់ពេលដែលយើង meeting មួយគាត់រាល់អាទិត្យវាតែងតែមានបញ្ហាមកថ្មីបងមកចេះធ្វើ campaign នេះអញ្ចឹងអាបញ្ហាទាំងអស់ហ្នឹងគឺយើងសិតតែត្រូវការ build SOP អញ្ចឹងលើក្រោយនៅពេលដែលគាត់មានបញ្ហាហ្នឹងគឺយើងឲ្យគាត់ check SOP អញ្ចឹងវាចំណេញពេលអញ្ចឹងខ្ញុំគិតថាការងារ COO គឺជួយការងារ operation ឲ្យវា smooth ជាងមុននិយាយទៅតាក់កន្លែងណាក៏យើងត្រូវ build process ឬក៏ system ណាមួយឬក៏ SOP ណាមួយដើម្បីឲ្យគាត់ធ្វើការទៅវា smooth ជាងមុនអញ្ចឹងណាតែតមួយ digital team lead បើគាត់មិនមែនជា COO ទេបើជា digital marketing manager ឬក៏ digital marketing lead ជាទូទៅគឺគាត់ oversee ទៅលើ campaign របស់ team យើងទាំងអស់អញ្ចឹងcampaign team យើងមិនថាការងារ scope របស់គាត់ដែលគាត់ត្រូវ offer client វាទៅតាម timeline អត់គាត់មាន plan ត្រឹមត្រូវអត់ហើយការទី2តទៅជាមួយ result ដែលគាត់ provide ឲ្យ client ហ្នឹងវាដល់ KPI នេះអត់ហើយយើងជា digital marketing lead ឬក៏ digital marketing manager ហ្នឹងថាតើយើងគួរតែ provide output ឬក៏ input every time ដើម្បីឲ្យ output របស់គាត់ល្អជាងមុនហើយវាដល់ KPI អញ្ចឹងអាហ្នឹងខ្ញុំអាចបែងចែកពីរហ្នឹងអូខេក្នុងនាមជា COO ជា co-founder ធ្វើអីខ្លះបើ COO ដែលខ្ញុំនិយាយមិនអញ្ចឹងគឺយើង ensure process of operation business ទាំងមូលហ្នឹងពី A ដល់ Z ហ្នឹងវា smooth ជាងមុនទី2ជា co-founder ក៏យើងមាន responsibility នៅក្នុងការ grow company yes អញ្ចឹងយើងដូចខ្ញុំធ្វើការអញ្ចឹងខ្ញុំធ្វើការមួយយ៉ាងច្រើនតាក់ទងជាមួយនឹងការសម្រេចចិត្តនៅក្នុងការធ្វើអីផ្សេងៗអញ្ចឹងបើជា co-founder មានថា role របស់យើងគឺចូល role មួយដែលនៅក្នុងការរួមចំណែកនៅក្នុងការ build company ហ្នឹងឲ្យវាខ្លាំងជាងមុនចាអញ្ចឹងវាមានអីច្រើនបន្ថែមទៀតអូខេអញ្ចឹងយើងមានតួនាទី2ជា operating ផងជាអ្នកធ្វើមិនឲ្យវាដំណើរការផងវាដំណើរការ yes អត់អាចប្លែកដៃបានទេព្រោះជា business small medium គឺ owner ត្រូវលត់ជើងខោលត់ដៃអាវធ្វើរហូតធ្វើរហូតធ្វើមិនឲ្យវាក្រោមចាអូខេអូខេចឹងយើងពី role មកហើយតើបញ្ញាឃើញថានៅ MMS យើងរាល់ថ្ងៃឃើញរូបភាពបែបជារូបភាពបែបជារូបភាពជារួមមានអារម្មណ៍ដូចពីយើងចាប់ផ្ដើមដល់ឥឡូវឃើញរូបភាពបែបមិនបើពីខ្ញុំទៅដូចខ្ញុំប្រាប់អញ្ចឹងខ្ញុំអត់ដែរគិតថាយើងអាច grow ដល់កម្រិតមួយចំណុចទៀតអញ្ចឹងណាពីខ្ញុំទៅខ្ញុំសប្បាយចិត្តដោយសារពីអ្វីដែលយើងបានកសាងមកហើយយើង build វា from scratch from start up អញ្ចឹងហើយវាអត់ស្រួលទេវាមានបញ្ហាច្រើនតែយើងតស៊ូហើយយើង build បានប៉ុណ្្នឹងអញ្ចឹងណាបើរូបភាពជារួមខ្ញុំគិតថាយើងវាថា company យើងគឺសឹងតែវាមានគ្រប់ function ដើម្បី provide សេវាកម្មមួយដែលល្អសម្រាប់ម្ចាស់អាជីវកម្មគឺអត់មានខ្វះ team ណាមួយគឺយើងមាន team គ្រប់តែម្ដងខ្វះ video មាន team កាត់ video ខ្វះអ្នកថតមានអ្នកថតខ្វះអ្នកដែលគាត់ជួយ boost មានអ្នកដែលគាត់ជួយ boost ខ្វះអ្នកវិភាគទិន្នន័យក៏យើងមាន team នៅក្នុងការធ្វើភាគទិន្នន័យហើយធ្វើ planning ទាំងអស់អញ្ចឹងពីខ្ញុំទៅរូបភាពទាំងមូលខ្ញុំឃើញថាឥឡូវយើង build នៅក្នុង shape មួយដែលចង់ថាយើងមានគ្រប់ function ទាំងអស់ហើយ hopefully យើងនឹង grow ទៅមួយ stage ទៀតតែយើងឃើញថា
ឲ្យមានធំជាងនឹងទៀតមាន production មាន production ដែលវាធំជាងនឹងមាន TVC អីចឹងទៅ Okay that's the next step ចាប់អារម្មណ៍ទៅលើ production ឥឡូវហ្នឹងយើងសឹងតែ 99.9% យើង produce វីដេអូដោយការប្រើទូរស័ព្ទសូម្បីតែ podcast នេះក៏យើងកំពុងតែថតដោយទូរស័ព្ទដែរ yes មាន client គាត់ challenge ថាគាត់ចង់បានវីដេអូដើម្បីយកទៅធ្វើជា digital campaign របស់គាត់បញ្ញាយល់ឃើញមិនដែរចង់បានវីដេអូរបៀបកាមេរ៉ា quality ដើម្បីយកទៅធ្វើវីដេអូ ad អូខេពីខ្ញុំទី1មានន័យថាបើសិនជាគាត់គ្រាន់តែជាអាជីវកម្មដែលគាត់លក់ online ណាបើសិនជាអ្នកទាំងអស់គ្នាប្រើជាមួយនឹងទូរស័ព្ទសឹងតែថា most likely វា perform ល្អជាងកាមេរ៉ាអូខេប៉ុន្តែសួរថាតើយើងគួរតែចោលកាមេរ៉ាអត់ទេប៉ុន្តែយើងនឹងប្រើនៅក្នុងកម្រិតមួយនៅពេលដែលក្រុមហ៊ុនរបស់អ្នកគ្នាឡើងខ្ពស់នៅពេលដែលអ្នកគ្នាឡើងខ្ពស់brand អ្នកគ្នាចង់ឲ្យគេ view អ្នកគ្នា premium ជាងមុនល្អជាងមុនគុណភាពកយគុណជាងមុនចឹងខ្ញុំគិតថាកាមេរ៉ាវា play role more likely ទៅ branding side ប៉ុន្តែបើសិនជាគាត់យកវីដេអូយកទៅមុខនៅក្នុងការទាញការលក់ខ្ញុំគិតថាធំតែកាមេរ៉ា iPhone មួយគឺ enough អូខេគឺវាគ្រប់គ្រាន់ខ្លាំងមែនតើអត់មានត្រូវការនេះទេហើយខ្ញុំគិតថាភ្ញៀវដែលគាត់ទាញយកកាមេរ៉ាហ្នឹងគឺដោយសារតែចំណង់ចំណូលចិត្តរបស់គាត់ចូលចិត្តមើលវីដេអូកាមេរ៉ាអញ្ចឹងគាត់ការសម្រេចចិត្តរបស់គាត់មិនមែនសម្រេចចិត្តតាមរយៈអ្វីដែលទីផ្សារចង់បានទេគាត់សម្រេចចិត្តទៅតាមអ្វីដែលគាត់ចង់បានអញ្ចឹងវាអត់ត្រូវគ្នាអូខេយ៉ាចឹងបើយើងមើលមាន client ដែលគាត់មើលវីដេអូដែលយើងបញ្យុឲ្យភ្ញៀវហើយយើងអត់បានជជែកគ្នាថាអាហ្នឹងថតដោយទូរស័ព្ទឬកាមេរ៉ា Yes ពេលដែលគាត់មើល quality វីដេអូរបស់យើងហើយពេលដែល team ការយើងទៅថតគាត់មាន challenge មកហ่าមិនបានអត់ថតកាមេរ៉ាបងឃើញវីដេអូផ្ញើមកច្បាស់ clean បងក៏ដាក់ថតកាមេរ៉ាតែជាស្ដែងថតទូរស័ព្ទហើយគឺ team នឹងថតទូរស័ព្ទមែនដែលមាន client ជាច្រើនយល់ច្រឡំថាយើងប្រើកាមេរ៉ាដើម្បីថតហើយមកចំណុចដែលខ្ញុំ add លើហ្នឹងអ្នកទាំងអស់គ្នាប្រកាសជាចាប់ដើមឃើញឥឡូវសូម្បីតែទូរស័ព្ទក៏អាចថតកម្រិត studio បានដែរហើយស្អាតទៀតឲ្យតែយើងចេះវាយភ្លើងហើយមើលមកគឺសឹងតែថាសឹងតែ low ជាងកាមេរ៉ាទៀតណាអញ្ចឹងអាហ្នឹងវាជា competitive advantage មួយគឺអ្នកនរគ្នាអាចថតត្រឹមទូរស័ព្ទហើយគុណភាពវាទទួលយកបានហើយអ្នកនរគ្នាកាត់បានលឿនទៀតព្រោះអ្នកនរគ្នាប្រើកាមេរ៉ាអ្នកនរគ្នាត្រូវចេះសេរីហើយបើអត់ចេះសេរីត្រឹមត្រូវទេគឺចប់ហើយកាមេរ៉ាហ្នឹងទិញ1000ក៏ដោយមេរបស់កាមេរ៉ាធំអញ្ចឹងកុំព្យូទ័រហ្មងក៏ទៅអត់រួចដែរហើយយើងប្រើកាមេរ៉ាត្រូវការ team ជា professional បានអាចទៅរួចត្រូវការពេលសិក្សាច្រើនហើយខ្ញុំគិតថាresult ចង់ចប់គឺយើងចង់បាន sell អញ្ចឹងបើសិនជាយើងធ្វើមួយណាដែលវាបាន sell ដូចគ្នាហើយវាលឿនជាងមុនវាស្រួលជាងមុនខ្ញុំគិតថាគួរតែជ្រើសរើសយកជំរឿនមួយហ្នឹងអូខេយើងឃើញនៅវីដេអូ ad currently យើងប្រើទូរស័ព្ទច្រើនដោយសារវាលឿនហើយវានិយាយបានថាអាចថតក៏លឿនកាត់ក៏លឿនហើយយើងបុក page ដល់ performance មិនមកយើងអាចកែកុនទៅបានលឿនហើយសម្រាប់ជា quality ក៏យើងនឹងមាន plan ទៅដូចគ្នាប៉ុន្តែនៅក្នុងបែបbranding purpose ដែលគាត់ប្រើជា ad ដែលជា value របស់ business របស់គាត់អាចប្រើរយៈពេលវែងតើថាមាន storyboard ទៅការថតទៅការ align គ្នាច្រើនអញ្ចឹងវាឲ្យពេលវេលាវាស័ក្តិសមជាមួយនឹងគុណតម្លៃនៃវីដេអូដែលយើងនិយាយទៅប្រើបើយើងថត quality យកមក run ad បានមួយអាទិត្យអត់ដើរយើងបោះវីដេអូនឹងចោលឈប់ប្រើវាអញ្ចឹងវាអត់សមតម្លៃដែលយើងចំណាយពេលមួយវាហើយហ្នឹងយ៉ាអូខេអញ្ចឹងយើងត្រឡប់ចូលមកកាន់សំណួរបន្តរបស់យើងតើបញ្ញាគិតថាតើនៅ របស់យើងណាមានចំណុចណាដែលយើងធ្វើបានល្អនៅលើទីផ្សារឬក៏យើងអាចយើងខុសប្លែកពី agency ផ្សេងទៀតអ្វីដែលយើងខុសប្លែកទី1រាល់ការធ្វើវីដេអូទីផ្សាររបស់យើងទាំងអស់គឺយើងធ្វើចេញពីយុទ្ធសាស្ត្រទាំងអស់យើងមាន research ទៅតនឹង target segment target persona ត្រឹមត្រូវអ
chẳng mẹ là dương cho ta come up concept nên concept nô đòi ở miền reference na cho bạn lo tế tí mùi tí pi tại tôn chủ mùi nâng ca thơ app phải dương không cả này đại content phải dương ở đa ở content này là trên bị thêm dương ở đá cứ vụ dương nâng thọt ao thâm mày rước cổ thưa ca cài hụt tạm bây ở Việt Đà chẳng agency mà chuyển hướng về để qua thua ad đá quát và lại tờ một xịt lại có chập làm đi motivated và được có về class subject ở business owner nó thua video hàng đang đại quát Google còn tái vì ông dưới mi tham bật sân trường scope bay video đúng không ạ mùi na đá cứ dương nắng guarantee được không cá thua cái hút được có thua video mới thôi mày cả Việt Nam vậy dạ chẳng anh nắng cứ về chỉ A đại market agency đó tay cái offer đó phần năng thì chẳng những thua lực bị scope phải giống gì tới ao tại thơ mình ở hàng bọt ta ok nhưng bắt đầu từ lứa là tập hóa là tập hợp chung cả ok ok chẳng bờ sân chỉ tạ tôn chỉ muốn năng survey dương họ ngay về nhà cái thay dương năng admin hay hay mấy được có survey mấy được không trong chỉ digital marketing agency dương năng admin và job mấy tiết anh ấy dương ad vậy thấy ai lẽ sẵn ok ai lẽ sẵn dương năng admin project mấy chắc dạ đời xa ta nơi marketing solution currently giúp đào từ lời ca vừa marketing service full package dạng bố dạng vừa vi tổ hay là ca vừa vi tổ đại dương mơ tha service bỏ dưới cư to tại dương mơ khơi tha đồng thời ca nông tim xá mà chả chỉ vừa cắm quát bất chế thở cá cho nội muối nữa đầm bay vô tới thua chiều cam có đi trồng ráo tiếp đến bị trên sự và cam từ dương ớt còn tại bị trên tới đồng bay ấy mới tới khơi trao mơ tới lụ bán client trời ca to tại client có ad nằm thời ca nắm nằm bay trình đánh hay dương mơ khơi tham vi trình đánh hay dương ad chuối con ở trình đánh mà dương trên sự và cam tại chỉ win ok chẳng bờ sân chỉ từ let's say tha phèm cho năm tiệt ta phải nhà khơi ấm bằng marketing solution nông nghiệp hiệp bạn vì nhóm tới nhóm nâng khơi tha ấm nâng develop tìm mối tại tôn cho mùi nâng dương nâng involve nâng nông ca và cao branding campaign mẹ thà mình về chỉ campaign nông ca và đào trà lúa bình tái chỉ campaign đã chui ai mạng và còn nâng vì lịch lô cho món chẳng tạm giả ca thua TVC tìm mối thì phí client để dương khi dương thua tại tôn cho mùi nông branding cho nào lịch nông cho năm ní hay nông cho năm và tốt nhưng cách thà ca thua branding cứ về chỉ hướng mùi đa sẵn khăn chẳng not only dương thời ca campaign nhưng không ca tin sớ vẫn ta dương thời ca hối branding content tầng 10 tiết tạm bởi chùm rốn ở chế score brand và quán hỏi chùm rốn ca xong lại chất và quán ok ok chẳng dương chơi thì cho là nói rồi giờ là ạc chất đo được chọn được khía rồi min mà sân nụ min pi bay sân nụ tiền môn năng phải chọn ta client được có nhiều trong cái đây sầm mày về nhá client là trong cái đây sầm mày bọc về nhá chỉ client bài chưa client đại dương chỉ cái đây sầm mày phải nhông mỏ tuổi có anh ấy nhông ắt nhưng mà trong việc trên chung mua với mình tay anh gì bạn tha chỉ anh bài chưa cooperation đối tha chỉ business thống tại quạt miền xa hào ta tam depot hai xe ấy ở vậy là quạt vào đó cũng đào từ lúc branding business ban mấy cái bàn này ở tại bàn business strong bàn trắng hay bụi dương đào được hàng ca thơ branding qua là việc rich soft size chứ muốn là nắng nhưng anh nói vậy này trong bàn thôi ok yes ok chẳng chia sẵn đủ môi tiết là nick Facebook rồi có TikTok cả thưa marketing tầng tùy Facebook book ca lúa TikTok book được nông ca branding ok chẳng
chỉ giật sang miền tha ao tập quạt châu TikTok quạt khơi brand nè châu Facebook quạt tình vì nào nè ok yes chỉ quick question mùi tiết hai miền challenge trở lại từ căn mà chả chịu cảm dữ yes và sân chỉ Facebook rồi có TikTok code thưa mày khôi account nữa còn mình page Facebook rồi có page TikTok có code có lọc buộc ban luôn bán với code bật chẳng tới có policy chẳng tới ok đó thưa mày thì nhóm tới tìm mua những tệ toàn support hay cái đó sẽ ấy việc mình đi khảo bình đẳng tế hay thì bây đại của phong thể support nó nhưng cô đã phải cả hịch mày làm vậy nhưng chập đào mà rằng marketing nhưng đã tới thì mọi việc khác về chẳng hạn ok yeah hay thì bay build personal branding ខ្លួនឯងខ្លាំងព្រោះពេលដែលគេស្គាល់អ្នកទាំងអស់គ្នាជា expert ឬក៏ជាអាចនិយាយថាជាអ្នកដែលគាត់ល្បីក្នុងវិស័យណាមួយនៅពេលដែលអ្នកគ្នាបាត់ page មួយអ្នកគ្នាទៅបង្កើត page មួយទៀតឲ្យតែមានអ្នកគ្នានៅក្នុងហ្នឹងខ្ញុំគិតថាវាអត់សូវជា challenge ទេដោយសារយើងបាន build fan base មកហើយវាងាយស្រួល yes អញ្ចឹងយកគេ branding គឺសំខាន់មែនតើទាំង personal branding ទាំង business branding yes personal branding គឺជាយើងផ្ទាល់ជាម្ចាស់ជាអ្នកតំណាងឲ្យ business branding តើ business ឈ្មោះអីយើងធ្វើអីអូខេត្រូវសំណួរចុងក្រោយនៃ session របស់យើងជា first episode របស់យើងបើសិនជាមានអ្នកដែលគាត់តឹមតែចាប់ផ្ដើមអាជីវកម្មឬក៏គាត់អ្នកដែលគាត់មានបំណងក្នុងការចាប់ផ្ដើមអាជីវកម្មហើយបានមើលវីដេអូរបស់យើងដល់ចប់ដល់សំណួរមួយនេះតើបញ្ញាមាន advice អីជាខ្លីហើយខ្លឹមទៅកាន់គាត់ជាការចែកម្លែកបទពិសោធន៍អូខេទី1ចាប់ដើមធ្វើ personal branding កាន់តែលឿនកាន់តែល្អកាន់តែច្រើនវីដេអូកាន់តែល្អដោយសារយើងឃើញដែលអ្នកឃើញអញ្ចឹង business នៅស្រុកខ្មែរយើងអ្នកដែលគាត់ធ្វើ personal branding ល្អកន្លែងគាត់លក់ដាច់ខ្លាំងមែនតើទៅតាមវិស័យណាធ្វើកាន់តែច្រើនគេស្គាល់គាត់កាន់តែច្រើនកាន់តែល្អចឹងមានខ្លួនឯងជា personal branding មួយចឹងនៅពេលដែលអ្នកគ្នាចាប់ដើមល្បីចាប់ដើមគេស្គាល់ច្រើនហើយការលក់ផលិតផលអ្នកគ្នាក៏វាអត់សូវជាពិបាកជាងមុនដែរនៅពេលដែលគាត់យកទៅពុះចឹងណាអញ្ចឹងខ្ញុំ recommend ឲ្យគាត់ផ្ដោតនៃការធ្វើ personal branding ឲ្យច្រើនតិចពីព្រោះពេលដែលគាត់គេស្គាល់គាត់ច្រើនហើយខ្ញុំគិតថាអត់សូវ challenge ក្នុងការធ្វើ marketing okay yes អូខេមានអីបន្ថែមទេហើយ organic នៅលើ TikTok ក៏ល្អនៅលើ Facebook ឥឡូវក៏ស្ទឹងតែខ្លាំងជាង TikTok ដែរអូខេ yes ចឹងវាគឺជា opportunity មួយឬក៏ជាឱកាសមួយសម្រាប់អ្នកនរគ្នាអាចចាប់ផ្ដើមឥឡូវនេះធ្វើបានកាន់តែច្រើនធ្វើបានកាន់តែច្រើនគេស្គាល់អ្នកគ្នាកាន់តែច្រើនការលក់ផលិតផលរបស់អ្នកគ្នាក៏ដាច់ជាងមុនដែរអត់សូវពិបាកด้วยអូខេអរគុណច្រើនបញ្ញាអញ្ចឹង podcast របស់យើង The Value Podcast មកដល់ពេលនេះគឺបានដល់ពេលវេលាបញ្ចប់ហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាដល់ពេលនេះហើយអរគុណបញ្ញាច្រើនដូចគ្នាសម្រាប់ការចំណាយពេលថ្ងៃនេះដើម្បីចូលរួមព្រោះបញ្ញាមានកិច្ចការងាររវល់ច្រើនមែនតើគឺមានអ្នកចង់ជជែកជាមួយច្រើនទាំង client ទាំងក្រុមការងារអូខេអញ្ចឹងpodcast របស់យើងបានមកដល់ទីបញ្ចប់ហើយយើងនឹងជួបគ្នានៅក្នុងអេពីសូតក្រោយៗទៀតជាមួយនឹងម្ចាស់អាជីវកម្ម SME នៅក្នុងស្រុកយើងជាច្រើនទៀតអរគុណជម្រាបលាបងប្អូនអរគុណមានជា short clip